អ្នកខ្លះចង់ខ្លាយជាអ្នកមានប៉ុន្តែបើជាខុសហើយខានខ្លាយទៅជាអ្នកក្រវិញឆ្លងកាត់ការរស់នៅជាង20ឆ្នាំនៅភ្នំពេញអ្វីដែលខ្ញុំប្រឹងប្រែងធ្វើឲ្យបានហ្នឹងគឺការគ្រប់គ្រងចិត្តខ្លួនឯងមិនឲ្យលុបលុនពេកទេព្រោះលុបលុនពេកហ្នឹងហើយដែលអាចធ្វើឲ្យយើងឆ្លោះឆ្លោយខ្លាយទៅជាអ្នកក្រពេលដែលយើងដាំឈើមកដើមណាវាចាំបាច់ណាស់ទាមទារឲ្យយើងប្រឹងប្រែងរាល់ថ្ងៃដើម្បីស្រោចទឹកដើមឈើហ្នឹងរាល់ថ្ងៃហើយមិនមែនដាំថ្ងៃហ្នឹងស្រោចថ្ងៃហ្នឹងស្អែកបានផ្លែទេគឺយើងត្រូវស្រោចទឹកប្រឹងប្រែងមើលថែវារាល់ថ្ងៃហើយវានឹងចាប់ដើមឲ្យផលយើងម្ដងបន្តិចម្ដងបន្តិចដែលពីមួយថ្ងៃទៅមួយថ្ងៃវានឹងធំឡើងម្ដងបន្តិចម្ដងបន្តិចហើយដល់ពេលវេលាមួយហ្នឹងវានឹងបង្កើតផ្លែយើងបានរាប់ឆ្នាំទៅមុខដូច្នេះបើប្រៀបនឹងការរកស៊ីក៏អញ្ចឹងដែរបើយើងចង់រកស៊ីរបរដែលឆ្វាច់ចេញមកចំណេញលុយច្រើនខ្លាចជាអ្នកមានលឿនអាហ្នឹងហើយជាកលឹះដែលមនុស្សភាគច្រើនឆ្លោះឆ្លោយទៅជាខាតទៅជាក្រមានអ្នកខ្លះទៅធ្វើការនៅកូរ៉េច្រើនឆ្នាំសំបាន$3-4ម៉ឺនមកវិញគាត់ឃើញគេរកស៊ីបើកហាងកាហ្វេខ្លាចជាអ្នកមានគាត់បើកហាងកាហ្វេភ្លាមគាត់សង្ឃឹមថាបើកទៅខ្លាចជាអ្នកមានដូចគេតែបើជាខាតលុយតែប្រឹងសំរាប់ឆ្នាំអស់លេងហើយអ្នកខ្លះឃើញគេប្រាប់ថារបរនេះដាក់លុយទៅចំណេញលុយលឿនបើជាដាក់ឆ្វាច់ជុំក្រោយគេបោកអស់លេងដូច្នេះការគ្រប់គ្រងចិត្តខ្លួនឯងកុំឲ្យលុបលុនពេកឲ្យធ្វើអ្វីក៏ដោយឲ្យមានហេតុផលច្បាស់លាស់មាន logic ក្នុងការសម្រេចចិត្តដោយយោងទៅលើទិន្នន័យហេតុផលច្បាស់លាស់គឺសំខាន់មែនទែនហើយជាមួយនឹងភាពអត់ធ្មត់ការរកស៊ីដែលត្រឹមត្រូវយុត្តិធម៌បង្កើតលុយពិតប្រាកដគឺការរកស៊ីមួយដែលបង្កើតលុយសន្សំមិនអាចបង្កើតលុយដុំលឿនទេអារឿងបង្កើតលុយដុំលឿនច្រើនតែរឿងកុហករឿងបោកប្រាស់រឿងល្បិចទេគឺយើងត្រូវប្រឹងប្រែងរកស៊ីធ្វើការប្រចាំថ្ងៃដូចយើងស្រោចទឹកដើមឈើប្រឹងរាល់ថ្ងៃមិនមែនប្រឹងថ្ងៃនេះឈប់ប្រឹងថ្ងៃនោះឈប់អត់ទេគឺយើងត្រូវដាក់ចិត្តថាការរកស៊ីឬការងារដែលយើងធ្វើជាជីវិតយើងមិនថាយើងជួបបញ្ហាសុបាយចិត្តមិនសុបាយចិត្តអីទេថ្ងៃនេះបើកផ្នែកមកគឺដាច់ខាតត្រូវតែប្រឹងរកស៊ីឲ្យតែយើងធ្វើចិត្តប៉ុណ្្នឹងបានយើងនឹងខ្លាចជាអ្នកមានហើយបន្ទាប់មកយើងរកលុយបានចំណូលខ្លះយើងសន្សំកុំចាយអស់អ្នកខ្លះរកលុយបានពីការងារការរកស៊ីចាយខ្ទេចគ្មានសល់ព្រោះជាចិត្តតែខ្លួននឹងបានចំណូលខែក្រោយទៀតអត់ទេយើងត្រូវសន្សំខ្លះហើយបើយើងឆ្លាតយកលុយសន្សំហ្នឹងទៅបង្កើតជាការងារអីដែលលុយបង្កើតលុយបង្កើតកូនលុយបង្កើតចៅលុយទៀតដែលច្បាស់លាស់ពិតប្រាកដត្រឹមត្រូវដូច្នេះឲ្យតែយើងរក្សាចិត្តបែបហ្នឹងបានគឺយើងនឹងមានហើយប្រឹងរកស៊ីរាល់ថ្ងៃកុំលុបលុនមានការអត់ធ្មត់ហើយប្រឹងសន្សំរាល់ថ្ងៃហើយប្រឹងយកលុយសន្សំសម្លឹងមើលមុខរបរណាដែលមានសុវត្ថិភាព 100% ទោះបីបានលុយតិចយឺតក៏ដោយគឺយកលុយសន្សំទៅធ្វើវាព្រោះជាមុខរបរមានសុវត្ថិភាព 100% ដើម្បីឲ្យលុយដែលយើងសន្សំវាអាចបង្កើតកូនលុយចៅលុយយើងទៅថ្ងៃក្រោយទៀតដូច្នេះវិធីទាំងអស់ហ្នឹងនឹងធ្វើឲ្យយើងខ្លាចជាអ្នកមានដោយសន្សំអត់ផ្លោះផ្លួយខ្លាចជាអ្នកក្រទេគេថាកុំជុះតាមដំរីបានន័យថាកុំរស់នៅតាមអ្នកគេមានកុំស៊ីចាយតាមអ្នកមានហើយតក់ពេញបំពង់បានន័យថាយើងតែចេះសន្សំអត់ធ្មត់ថ្ងៃណាមួយយើងនឹងខ្លាចជាអ្នកមានហើយអញ្ចឹងមនុស្សច្រើនណាស់ដែលរកស៊ីខុសខាតខ្លាចជាអ្នកក្រហើយងើបមិនរួចមកដល់ម៉ោងនេះដូច្នេះសូមបងប្អូនប្រយ័ត្នប្រយែងមែនតើហើយរឿងដែលល្អត្រូវកត់ទុកហើយធ្វើឲ្យបានរឿងមិនល្អកុំធ្វើឲ្យសោះ